បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីពី Channel វិទ្យាសាស្ត្រ Computer 101 ហើយនៅក្នុងវីដេអូនេះដែរយើងនឹងមករៀនអំពីរបៀបនៅក្នុងការធ្វើ Flash Boot Windows ក៏ដូចជារបៀបនៅក្នុងការឈូស Windows Setup Windows 11នៅលើ Computer ដែលប្រើប្រាស់រួចឬក៏ Computer ដែល version ទាបណាយើងចង់ទៅឡើងទៅ Windows 11ឬក៏ Computer ថ្មីដែលយើងទិញមកហើយយើងចង់ set up Windows ចឹងទៅអញ្ចឹងចំពោះតម្រូវការកម្មវិធីវិញដែលយើងត្រូវការនោះគឺទី1គឺកម្មវិធី Power ISO និងទី2គឺ file Windows 11ហើយមួយវិញទៀតគឺត្រូវការ Flash 8G ចឹងកុំឲ្យខាតពេលយូរជំហានដំបូងអ្នកនរចូលទៅក្នុង web browser ណាមួយដែលអ្នកនរគ្នាប្រើណាដូចខ្ញុំប្រើ Brave ចូលឲ្យអ្នកនរ search ទៅ Windows 11 download ហើយធ្វើការចូលទៅក្នុងគេហទំព័រ official របស់ Microsoft ហ្មងគឺត្រង់ចំណុច download Windows 11នេះហើយបន្តមកទៀតអ្នកនរ scroll down ស្វែងរកកន្លែងមួយគេថា download Windows 11 disk image ISO for 64នេះទៅហើយមួយវិញទៀតអានេះវាជា file ISO file ហើយវា support ចំពោះ computer គុណ64អញ្ចឹងបើសិនជាយើងប្រើ computer ARM 64យើងចុចឲ្យកន្លែង here ខាងលើហ្នឹងណាអញ្ចឹងយើង select យក Windows 11 Multi Edition ISO ហើយយើងអូសយកក្រុមចុច download now មកហើយកំឡុងពេលនោះទៀតសោតគឺវាឲ្យយើងរើស language ដែរអញ្ចឹងយើងរើសយក English International ណាបាទហើយចុច confirm បន្ទាប់ពីយើងចុច confirm ហើយបាទគឺយើងអាច check មើលទៅលើការគេថា verify download របស់យើងអំពី country local បាទហើយយើងអាចធ្វើការទាញយកបាននៅខាងលើចឹងនេះគ្រាន់តែវាបង្ហាញយើងអំពី detail information មួយចំនួនទេបាទអញ្ចឹងអ្វីដែលអ្នកនាងធ្វើគឺចុចត្រង់កន្លែង 64bit download ប៊ូតុងពណ៌ខៀវនឹងមកបាទអញ្ចឹងដោយសារតែខ្ញុំប្រើប្រាស់កម្មវិធី free download manager ដែលវាដូច IDM អញ្ចឹងបើសិនអ្នកនាងអត់មានទេគឺវានឹងទាញយក direct ចូលទៅក្នុង computer របស់អ្នកនៅក្នុងកន្លែង download folder អញ្ចឹងជាក់ស្ដែងគឺខ្ញុំប្រើ free download manager អញ្ចឹងក៏ដូចតែនឹងការ download តាម IDM ដែរអូខេអញ្ចឹងវាកំពុងតែធ្វើការទាញយកចឹងកំឡុងពេលដែលវាទាញយកនេះទៀតសោតយើងតឡើងកម្មវិធីមួយទៀតមកគឺកម្មវិធី Power ISO ដែលជាកម្មវិធីសម្រាប់ copy ចម្លងអា file Windows ហ្នឹងចូលទៅក្នុង flash របស់យើងអញ្ចឹងអ្នកគ្នាចូលកន្លែងប្រអប់ search ទៅសេថា Power ISO បាទតមកទៀតយើងចូលត្រង់កន្លែង download នេះមកបាទចុចមកបន្តមកទៀតអ្នកគ្នាចុចត្រង់កន្លែង download Power ISO v9.1 64bit បាទយើងប្រើសម្រាប់ 64bit computer ហើយក៏វាload ឲ្យយើង download ដែរខ្ញុំចុច download មកអូខេអញ្ចឹងរងចាំវាពេញហើយយើងតឡើងនៅកម្មវិធី Power ISO មុនដើម្បីពេលនឹងពេញយើងដោត flash ហើយយើងត្រៀមនៅក្នុងការ boot file ISO របស់ Windows ចូលអូខេអញ្ចឹងឥឡូវពេញហើយអញ្ចឹងយើងអាចចូលទៅក្នុង download folder ទៅបាទយើងបើក file explorer ហើយត្រង់កន្លែង download ទៅនឹងឃើញ file installation របស់វាអញ្ចឹងគឺឈ្មោះ Power ISO អញ្ចឹងនៅពេលអ្នកនេះបើកគឺវា run as admin auto ហើយយើងចុច yes ទៅអូខេកន្លែងដែល load អេក្រង់ងឹតមិញហ្នឹងណាបាទអញ្ចឹងវា pop up នៅ Windows បែបនេះអញ្ចឹងខ្ញុំសុំបិទនេះអត់តិចមកបាទអញ្ចឹងយើងចុច next ហើយយើងចុច install មកវាអត់ពិបាកទេសាមញ្ញទេគ្រាន់តែ next install ហើយ next ឲ្យ close ទៅគឺរួចជាការស្រេចអូខេចានេះវាគ្រាន់តែ pop up ចូល website វាទេយើងមិនបាច់ខ្វល់ទេបាទអូខេអញ្ចឹងឥឡូវយើងទៅ search កម្មវិធីហ្នឹងហើយយើងបើកវាតែម្ដងមែនតើកម្មវិធីនេះគឺគិតលុយប៉ុន្តែបើសិនជាយើងអត់ត្រូវការទិញ license ទេយើងអាចប្រើ trail វាបានហើយយើងត្រូវរងចាំអានាទីហ្នឹងទៅពេលពេញយើង close អីចឹងទៅណាអញ្ចឹងអ្នកនេះចូលកន្លែង boot ហើយរកមើលកន្លែងពាក្យថា USB tool និងកន្លែងមួយគេដាក់ថា create bootable USB drive ហើយបន្តមកចុចយក OK ពេលហ្នឹងក៏វា run as admin ដែរអ្នកនេះចុចយក yes មកបាទហើយយើងរងចាំវាដំណើរការពេញវិនាទីរបស់វាទៅហើយយើងចុច continue trail version ទៅបាទអញ្ចឹងត្រង់កន្លែងនេះបាទខាងលើនេះគឺជាកន្លែងដែលយើងរើស file ISO របស់ Windows អញ្ចឹងវានៅកំពុងដំណាក់កាល download ហើយខាងក្រោមនេះគឺកន្លែងដែលយើងដោត flash អញ្ចឹងយើងដោត flash មកអញ្ចឹងសង្ឃឹមអ្នកនរមាន flash ចាប់ពី 8G ឡើងណាអញ្ចឹងខ្ញុំមាន 16G ខ្ញុំដោតចូលទៅក្នុងធុង computer ដែលយើងនឹងធ្វើការ set up អញ្ចឹងនៅពេលដែលយើងដោតហ្នឹងគឺវានឹង pop up ឈ្មោះបាទ Windows ហ្នឹងsorry ឈ្មោះ flash នៅក្នុងហ្នឹងតែម្ដងឬក៏បើអត់ទេអ្នកនរចុច refresh អាប៊ូតុងបៃតងរូបព្រួយហ្នឹងណាអញ្ចឹងឥឡូវដំណាក់កាលបន្តទៀតគឺយើងរងចាំ Windows 11យើង download ពេញបាទអូខេអញ្ចឹងឥឡូវនេះគឺវាពេញហើយបាទលឿនតាន់ចិត្តមែនតើបាទកាត់តអញ្ចឹង file ហ្នឹងគឺនៅក្នុង download folder ឈ្មោះ Windows 11 24H2 អាហ្នឹងគឺ version ឆ្នាំ2024ចុងក្រោយគេហើយអញ្ចឹងយើងចូលក្នុងកម្មវិធី Power ISO របស់យើងហើយយើងទៅ select file Windows របស់យើងមកហើយចុចយក open បន្តមកទៀតអត់មានទេគឺចុច start យកតែម្ដងហើយយើងធ្វើការ
រងចាំវាបាទឲ្យពេញចំណុចនេះគឺវាបញ្ជាក់ថានៅក្នុង flash យើងមានឯកសារអត់បើមានគឺបើយើងចុច OK ទៅគឺវានឹង format ចោលដាក់ file window ហើយអូខេតែបើតែយើងចុច cancel ហើយយើងចូលទៅក្នុង flash របស់យើងទៅ copy ឯកសារនឹងចេញទៅអូខេអញ្ចឹងយើងរងចាំវា copy ពេញទៅចឹងអានេះគឺជាដំណាក់កាលនៅក្នុងការធ្វើ flash bootable អញ្ចឹងមុនដំបូងមុននឹងឈានចូលដល់ការជួ window តើយើងធ្វើ flash សិនយើងអាចមាន flash ស្រាប់ទិញគេទេអូខេពេញហើយអញ្ចឹងយើងចុចយក OK មកចឹងយើងបានធ្វើ flash ហើយអញ្ចឹងចប់ភារកិច្ចនៅក្នុងការធ្វើ flash ឈូស window ណាអញ្ចឹង flash នេះយើងអាចយកទៅឈូសកុំព្យូទ័រផ្សេងបានយើងអាចដកចេញពីធុងទៅហើយយើងយកទៅ download ជាមួយនឹងធុងណាឬក៏កុំព្យូទ័រណាមួយអញ្ចឹងទៅអូខេឥឡូវចាក់ស្ដែងខ្ញុំឈូសទៅលើកុំព្យូទ័រនឹងផ្ទាល់តែម្ដងគឺខ្ញុំ shut down កុំព្យូទ័រហើយខ្ញុំយក flash 16G ដែលខ្ញុំធ្វើអំបែងមិញហ្នឹងបាទយកទៅ download ចូលទៅក្នុងបាទកុំព្យូទ័រនឹងវិញអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំជាប្រភេទកុំព្យូទ័រធុងរបស់ Dell ហើយយើង download វាចូលមកបន្ទាប់ពី download ហើយអ្នកនរគ្នាត្រូវតែចុចបើកហើយបន្ទាប់ពីចុចបើកគឺចូលទៅក្នុង boot menu របស់វាណាអញ្ចឹងអា boot menu ហ្នឹងអ្នកនរគ្នាបើសិនជាអត់ដឹងទេអ្នកនរគ្នាអាច search brand កុំព្យូទ័ររបស់យើងហើយ search តាមរយៈ AI ថាតើ boot menu របស់វាគឺចុចប៊ូតុងអីចឹងទៅជាក់ស្ដែង Dell នេះគឺយើងត្រូវចុច F12 អញ្ចឹងឥឡូវខ្ញុំនឹងធ្វើការចុចបើកវានៅត្រង់ចំណុចនេះបន្ទាប់ពីចុចបើកហើយនៅលើ keyboard គឺខ្ញុំចុច F12 បាទអញ្ចឹងកុំព្យូទ័រផ្សេងវាអាចចុច F2 escape ឬក៏ delete អញ្ចឹងណាអញ្ចឹងខ្ញុំចុច F12 ទៅអញ្ចឹងវានឹងចូលត្រង់កន្លែង boot menu បាទដើម្បីឲ្យយើងរើសថាយើងចង់ពេលដែលបើកមកវាដំណើរការអា file setup ចេញពី flash ឬក៏ឲ្យយើងរើសអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះវាប្រាប់ថាមាន window manager វាមានឈ្មោះASD របស់យើងទៅអញ្ចឹងចាក់ស្ដែងយើងត្រូវតែទៅរើសយកអា UEFI general USB flash ហ្នឹងណាជាឈ្មោះ flash របស់យើងបាទអញ្ចឹងបញ្ជាក់តិចគឺយើង boot នេះគឺ boot តាម UEFI ហ្នឹងគឺជាគេហៅទម្រង់បែបថ្មីវាដូចបែប of legacy series ចាស់ទេអូខេអញ្ចឹងយើងប្រើ UEFI ហ្នឹងឯងហើយបន្ទាប់ពីយើង select វាហើយការ select ហ្នឹងយើងប្រើ arrow key ណាឡើងលើចុះក្រោមទៅ select ឲ្យចំ USB ហើយចុច enter ទៅអញ្ចឹងវានឹងធ្វើការ run OS ចេញពីហ្នឹងអញ្ចឹងយើងគ្រាន់តែ select បាទដំណាក់កាលនេះគឺយើង select យក time currency យក United States មកហើយចុច agree កន្លែងនេះមកហើយចុច next បន្ទាប់ពី next ហើយវាទាយើង license បើអត់ទេយើងយក I don't have license ហ្នឹងទៅហើយយើងរងចាំវាបន្តិចទៀតវានឹង load ឲ្យយើងជ្រើសរើសនៅ version របស់កុំព្យូទ័រ Windows បាទអញ្ចឹងនៅក្នុងហ្នឹងវាមានច្រើនអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន Windows 11 Pro ខ្ញុំចុចយកហើយចុច next មកបាទកន្លែងនេះយើង accept វាមកចឹងដំណាក់កាលបន្ទាប់ទៀតគឺយើងត្រូវរើស hard disk រើសអីចឹងណាបាទហើយខ្ញុំថតខាងក្រៅផងខ្ញុំថតជាអេក្រង់ផងអញ្ចឹងវាច្រើនតង់ក្នុងអេក្រង់វាទូចអញ្ចឹងអានេះឈ្មោះ disk របស់យើងហើយចំណុចហ្នឹងក៏សំខាន់ដែរអ្នកនរបាទអញ្ចឹងយើងត្រូវត្រួតពិនិត្យថាតើ disk មួយណាដែលទទេអត់មានឯកសារឬក៏ disk ជា drive C របស់កុំព្យូទ័ររបស់យើងអញ្ចឹងបន្ទាប់ពីយើងរើសវាហើយយើងធ្វើការចុច next ដើម្បីតម្លើងហ្នឹងទៅហើយយើងរងចាំវាពេញហើយ restart ពី3ដងហ្នឹងទៅបាទចឹងនៅពេលដែលវា set up ពេញបាទយើងដក flash ចេញណាបាទអូខេអញ្ចឹងបន្ទាប់ពីពេញឲ្យអស់គឺវានឹង load ចេញមកបែបហ្នឹងអញ្ចឹងយើងចូលដល់ដំណាក់កាល config window ម្ដងបាទអញ្ចឹងដើម្បី config window ជំហានដំបូងគឺយើងចុច shift adoption ព្រោះដោយសារយើងប្រើ Windows 11ជំនាន់ថ្មីនេះការ config របស់យើងវាទាមទារមានអ៊ីនធឺណិតអញ្ចឹងយើងត្រូវបើកអាមុខងារថាខ្ញុំអត់មានអ៊ីនធឺណិតទេអញ្ចឹងអ្នកនរចុច shift add ហើយវានឹង load terminal នេះអ្នកនរសរសេរថា OOBE backslash bypass NRO ហើយចុច enter នៅលើកណ្ដាលចុចរបស់យើងទៅវានឹងធ្វើការ reset ណា configuration នឹងឡើងវិញបាទអត់យូរទេវាដំណើរការមក plate ដែរទេដោយសារខ្ញុំកាត់តដាក់ឲ្យវីដេអូនឹងដើរលឿនអូខេអញ្ចឹងវាចេញដូចដើមដែរទេអញ្ចឹងយើងរើសយក United States ហើយ keyboard យើងយក US បាទហើយបើសិនជាយើងត្រូវការ keyboard ផ្សេងដូចខ្មែរអញ្ចឹងយើងចុច add keyboard layout មកហើយយើងរកខ្មែរបាទអញ្ចឹងខ្មែរនៅខាងក្រោមអូខេចុច unit ហើយយើងរើសយកប្រភេទ NIDA បាទអូខេ add layout មកបន្តមកទៀតចំណុចនេះយើងចុច I don't have internet មកបើយើងអត់ចុចអា shift F10 YOBE អីមិញមុនហ្នឹងទេគឺវាអត់លោតដល់កន្លែងហ្នឹងទេហ្នឹងហើយអញ្ចឹងតើយើងចុចអញ្ចឹងទៅហើយកន្លែងនេះយើងវាយឈ្មោះកុំព្យូទ័ររបស់យើងមកហើយយើងចុចយក next តែឈ្មោះកុំព្យូទ័រណាដាក់ឈ្មោះអ្នកនរគ្នាទៅឬក៏ដាក់ឈ្មោះអីក៏បានដែរតែអ្នកខ្ញុំចង់ដាក់ហើយ password គឺយើងចង់ដាក់ក៏បានអត់ក៏បានបើតាមកំណត់ខ្ញុំដាក់ទៅល្អបាទអញ្ចឹងយើងចុច next រហូតទៅអូខេ accept
Ok, chẳng cho nói đi bờ sân chỉ maintain đó vì dương chạm dú nè, tại là sao nhầm cắt to vì hiện lươn này chẳng vì mình dù nè đấy. Ok, phần năng cứ cho ấy dương setup Windows rồi đấy. Chẳng video bà dương cứ mình đặt phần năng thế. Còn chả mà tên, sầmรับca tu sân nơi video mới ní hay dương nâng chụp nha nơi video cao tiết ông pi computer